ហើយបើនិយាយរឿង7មករាវិញ7មករានិយាយទៅអូតសិតតាប្រជាជននឹងមកគាំទ្ររាប់ម៉ឺននាក់20000នាក់22000នាក់មានណាគេគាំទ្រទេបងប្អូនសិតតែជួលគេទេនាយករដ្ឋមន្ត្រីដាក់ទៅឲ្យអភិបាលក្រុងដាក់ឲ្យទៅ4-10ខណ្ឌ4-10ខណ្ឌដាក់ទៅសង្កាត់មកសង្កាត់មកសង្កាត់ប្រហែលអ្នកចឹងទៅដាក់សង្កាត់គេដាក់ឲ្យទៅភូមិមកភូមិប្រមូលបានប៉ុន្មានអ្នកមកភូមិ7អ្នកដាក់ឡានក្រុងមួយចឹងទៅម្នាក់ប្រហែលខណ្ឌចិត្តប្រហែលខណ្ឌឆ្ងាយប្រហែលចឹងណាដូចជាខណ្ឌចិត្ត20000ខណ្ឌឆ្ងាយ40000ចឹងទៅហើយណាមួយ7 28ក្រសួងហ្នឹងមកក្រសួងសាធារណការហ្នឹងប៉ុន្មានអ្នក100អ្នកអីទៅ30-40អ្នកចឹងទៅហើយបើថាមិនមានប្រជាពលរដ្ឋចូលរួមទេគេឲ្យប៉ូលីសទាហានហ្នឹងខ្លែងភេទមកអង្គភាពចឹងម៉ានអង្គភាពង70 50អ្នកចឹងទៅ911 50អ្នកចឹងទៅភាវកម្ម50អ្នកចឹងទៅទាហានអគ្គ200អ្នកចឹងទៅមិនសូវមានបងប្អូនចូលរួមទេជួលហើយក៏គ្មានអ្នកចូលរួមដែរហើយបងប្អូនកុំជឿតាមថ្នាក់ដឹកនាំយើងពេកខ្ញុំនៅបម្រើគាត់ខ្ញុំដឹងខ្ញុំនៅបម្រើគាត់តាំងពីគាត់នៅនាយករដ្ឋមន្ត្រីឥឡូវគាត់ឡើងប្រធានព្រឹទ្ធសភាហើយសម្ដេចចុកដេញខ្ញុំបម្រើគាត់តាំងពីគាត់នៅបេក្ខជននាយករដ្ឋមន្ត្រីហើយកុំថាំងបងប្អូនពីក្រៅស្រុកមកមើលថាគេគ្រប់គ្រងគ្មានទេជួលគេសឹងតែគ្មានអ្នកទៅ7មករាផងនឹងផងអានេះខ្ញុំប្រាប់បងប្អូនព្រោះអីខ្ញុំនៅបម្រើហ្នឹងខ្ញុំដឹងច្បាស់ណានិយាយទៅខ្ញុំដឹងច្បាស់ហ្មងព្រោះអីខ្ញុំអ្នកឆាយគោលដៅរឿងអីខ្ញុំមិនដឹងហើយកុំអូតខាងប្រជាជនគ្រប់គ្រងគណៈបកប្រជាជនកុសកថ្ងៃ7មករាគ្មានទេបងប្អូនសិតតែជួលគេទេខណ្ឌចិត្តម៉ានខណ្ឌឆ្ងាយម៉ានជាងទៅតាមអបាលរាជធានីភ្នំពេញគេឲ្យចឹងណាបើរឿងឲ្យមកស្ម័គ្រចិត្តគ្មានអ្នកណាមកទេហើយបើគ្មានប្រជាពលរដ្ឋមកគេដាក់បទបញ្ជាឲ្យទៅប៉ូលីសទាហានចឹងទៅដូចជាបញ្ជាការដ្ឋានជាតិកម្លាំងពិសេសឆាំងភេរវកម្មម៉ានគេដាក់បទបញ្ជាទៅ50នាក់ចឹងទៅខ្លែងភេទយើងពាក់អាវស៊ីវិលមកទូឡានយើងផ្លាក់លេខរត់ឬក៏ខេមរ៉ាភូមិន្ទយើងដោះដូរផ្លាក់លេខចេញនិយាយទៅខ្ញុំដឹងទាំងអស់ហើយគុំជឿថាងគ្រប់គ្រងគណៈបកប្រជាជនកុំគ្មានប្រជាពលរដ្ឋណាសូវគ្រប់គ្រងទេវាគ្រប់គ្រងដែរប៉ូលីសទាហានហ្នឹងខ្ញុំជឿប៉ូលីសទាហានគឺ100%ហើយគ្រប់គ្រងគណៈបកប្រជាជននោះកាលខ្ញុំនៅទាហានក៏ខ្ញុំស៊ីប្រាក់ខែប្រជារាស្ត្រក៏ខ្ញុំគ្រប់គ្រងតាមបទបញ្ជាគេដែរកាលខ្ញុំនៅធ្វើទាហានខ្ញុំមិនដែលហ៊ាននិយាយការពិតទេខ្ញុំនិយាយតាមតែបទបញ្ជាហើយនិយាយតាមនិយាយការពារមិនដែលហ៊ាននិយាយការពិតទេហើយបងប្អូនកុំជឿ7មករាហ្នឹងឃើញ2-30000នាក់ហ្នឹងកុំជឿតែ20000នាក់ជាងទេ2023 2024 2025 2026ហ្នឹងក៏ដោយអត់លើសពី20000នាក់ឯងហើយ20000នាក់ហ្នឹងសិតតែមួយខណ្ឌប្រមាណទេអត់មានប្រជាពលរដ្ឋណាមកចូលរួមដោយខ្លួនឯងទេខ្លះណាអញ្ចឹងដាក់សម្ពាធដូចគ្នាអញ្ចឹងទៅបាទបងប្អូនមិនដឹងបងប្អូនអរគុណ